Nè, khi top ngò ta thấy bạn này khá kia đến chơi mẹ tăng đại dương cho nói pe xong tầm một phay buôn mỏi đầm mấy riêng tầng thứ hai tầng chụp tiệt tay nó mới làm thắc luôn này chết tiệt so vì tổ mới nâng nhưng đừng chơi lấy bọc sau đại nhưng top riêng cả chia lái hay ai chơi nhưng tụ ban thì te ban nơi sớm mai bảo lo cho nó pipon một phay buôn so muốn đừng cho đau vì tổ bà dương tập hạt luôn ai tha kia ai thơ ban á dương cái thơ ban này so cho nên tập bốn kê đại nhưng cắt tha sầm khăn nước cứ sau cặp hiệp bởi dương bên sau cặp hiệp ó dương cả đến chơi tam năng đại hay nhưng cắt tha miền rừng bay để dân trao thưa hay đầm bay từ tụi ban sau khi lọ rừng muốn kê cứ ha để dân không cho luôn mình ắt bol luôn pran dân khăm mình tên so dân thợ bạc cát sát ấy để dân không cho luôn cứ lọ miền bay và lái tây sạch chỉ đào pe cho nói tây pe cứ làm hạt pran nhưng cái tham mình được chọn mình tên để con sơ khoa sơ chập ở đám hưởng năng nghề so chống pe dân tranh pe riêng ấy mong vào muối rồi mong vào bao là nghề ấy nhưng mà đó té những sắp chìm đường lên đa trong mình lên té chẳng từ vừa cả chui cả bật thoi stress hay nhưng mà làm tha stress chừng muốn đôi kia hay cho nói tị bay để mình được bị tràn còn mồm lỏng đôi kia cứ cả kênh người chui giống trăm mê đến ban lọ khang mình tên hay vì giờ thua giống mình cầm lặng riêng ban bay mà ngày tiệt và giống kênh ban cọc con pi bấm pơ tơ bấm bốn màu smap nhóm cằn nóng nhưng có tha bấm pơ màu cứ ok rồi mình chăm bạch đồ 4 ម៉ោងឬក៏5ម៉ោងអីទេខ្ញុំធ្វើអត់បានទេហើយចំណុចទី2គឺយើងមានទម្លាប់ដែលគេហៅថា routine ខ្ញុំគិតថាអត់សូវមានអ្នកចាប់អារម្មណ៍ទេតើតើមួយនឹង routine នេះដូច morning routine ឬក៏ night routine អីចឹងទៅ so សម្រាប់ morning routine ហ្នឹងពេលព្រឹកយើងធ្វើអីមុនគេងើបពីគេងមកចុចទូរស័ព្ទមែន no អត់ចូលចឹងទេងើបពីគេងមកយើងពុតដៃពុតជើងដើរក្នុងផ្ទះហ្នឹងតិចតួចពីប្រជុំមកឲ្យយើងយ៉ាងស្វាងតិចហើយតមកយើងទៅងូតទឹកហើយយើងផឹកទឹកហើយយើងអាចទៅអង្គុយមើលមេរៀនលឹកមេរៀនទិញមេរៀនអីលេងតិចតួចបានមុននឹងយើងទៅសាលា and សម្រាប់ night routine កាលហ្នឹងសម្រាប់ខ្ញុំពេលខ្ញុំមកដល់ឲ្យតែចេញពីសាលាមកដល់ផ្ទះភ្លាមគឺខ្ញុំទាញទូរស័ព្ទមកហើយខ្ញុំចាក់ចម្រៀងស្ដាប់មុនគេហើយខ្ញុំដើរជុំវិញផ្ទះលេងកន្លះម៉ោងអីចឹងទៅឬក៏យ៉ា10 20 នាទីអីចឹងដើរហាងសាលាខ្លួនឲ្យសុបាយអញ្ចឹងអស់ stress អញ្ចឹងគឺខ្ញុំទៅងូតទឹកហើយញ៉ាំបាយហើយខ្ញុំទៅរៀនទៀតហើយ1ម៉ោង2ម៉ោងអញ្ចឹងតើខ្ញុំងួយគេងគឺខ្ញុំចូលគេងហើយ around ប្រហែល1ម៉ោង10ឬក៏11គឺខ្ញុំចូលគេងហើយតែពេលហ្នឹងម៉ោង10មិនតាន់នេះគឺថាងួយហើយចំណុចទី3ដែលខ្ញុំគិតថាសំខាន់ដូចគ្នាគឺការដែលយើងមាន style រៀនខ្លួនឯងហើយយើងយល់ដឹងពីរបៀបដែលយើងរៀនខ្លួនឯង so យើងសូខ្លួនឯងទៅធម្មតាអញ្ចឹងនៅពេលវិទ្យាល័យអញ្ចឹងវាមានមេរៀនទិញហើយនឹងលំហាត់ so យើងធ្វើលំហាត់ពេលណាយើងចាំហើយយើងទិញមេរៀនពេលណាយើងចាំទិញពេលព្រឹកមែនបានចាំឬក៏ត្រូវទិញពេលយប់ខ្ញុំគិតថាខ្ញុំលឺគេពិចារណាគេនិយាយថាទិញមេរៀនពេលព្រឹកឆាប់ចាំហើយវាឆ្លាស់ខួរក្បាលអញ្ចឹងទៅពេលយើងងើបពីព្រឹកម៉ោង4ម៉ោង5ព្រឹកណាយើងឆ្លាស់ខួរអញ្ចឹងយើងអាចទិញមេរៀនចាំបានប៉ុន្តែខ្ញុំគឺថាផ្ទុយស្រឡះខ្ញុំអ្នកទិញមេរៀនពេលយប់ចាំវិញគឺទិញពេលព្រឹកគឺអត់ចាំទេបាយជាគ្នាហើយ so ពេលហ្នឹងគឺខ្ញុំងើបមកអញ្ចឹងពេលព្រឹកម៉ោង4ម៉ោង5ព្រឹកអញ្ចឹងខ្ញុំគ្រាន់តែមើលមេរៀនអីដែលខ្ញុំត្រូវរៀនថ្ងៃហ្នឹងអញ្ចឹងឧទាហរណ៍ថាចំណុចទី1ទី2ទី3អញ្ចឹងដែលខ្ញុំ expect ថាគ្រូគាត់នឹងរៀននៅថ្ងៃហ្នឹង so ខ្ញុំគ្រាន់តែអានឲ្យវាយល់ទេយល់ហើយបើខ្ញុំនៅសល់ពេលទៀតខ្ញុំធ្វើលំហាត់1 2លេងតិចទៅលំហាត់ទូចហ្នឹងលំហាត់គណិតឬក៏គីមីឬក៏រូបអីលេងអញ្ចឹងទៅដល់ពេលយប់ឡើងអញ្ចឹងបន្ទាប់ពីហាត់ប្រាណហើយអញ្ចឹងខ្ញុំងូតទឹកញ៉ាំបាយហើយអញ្ចឹងខ្ញុំមកដល់គឺខ្ញុំចាប់ទិញមេរៀនដែលខ្ញុំរៀនពេញមួយថ្ងៃហ្នឹងឧទាហរណ៍ថាបើខ្ញុំបានរៀនជីវៈឬក៏ប្រវត្តិអញ្ចឹងខ្ញុំយកមេរៀនដែលគ្រូគាត់បានបរៀនថ្ងៃហ្នឹងខ្ញុំយកមកទិញឬក៏យើងទិញមេរៀនអីផ្សេងទៀតដែលវាចាំបាច់សំខាន់សម្រាប់ខ្ញុំអញ្ចឹងប្រហែលជារយៈពេល1ម៉ោងឬក៏1ម៉ោងកន្លះអញ្ចឹងទៅហើយសល់ពេលប្រហែលខ្ញុំនឹងអង្គុយធ្វើលំហាត់រហូតដល់ខ្ញុំងួយគេងហើយបាទខ្ញុំចូលគេងហើយចំណុចចុងក្រោយដែលខ្ញុំគិតថាមនុស្សភាគច្រើនគឺគាត់ព្យាយាមរកមែនតើរួមទាំងខ្ញុំដែរកាលហ្នឹងគឺ tip សម្រាប់រៀនឬក៏វិធីរៀនដើម្បីឲ្យរៀនបកាយអញ្ចឹងទៅ so សម្រាប់ខ្ញុំកាលហ្នឹងចំណុចទី1ដែលខ្ញុំផ្ដោតសំខាន់ជាងគេគឺពេលខ្ញុំរៀនគឺខ្ញុំដឹងតែរៀនទេឧទាហរណ៍ថាពេលយើងថ្នាក់រៀនមកប្រវត្តិអញ្ចឹងយើងអង្គុយស្ដាប់គ្រូស្ដាប់ខ្លាំងមែនតើប្រវត្តិគណិតគ្រប់មុខវិជ្ជាគឺស្ដាប់គាត់បញ្យល់ស្ដាប់អត់យល់សួរតើយល់បើសួរមិនយល់ទៀតគឺចាំយកហ្មងតែញោមមិនតែអញ្ចឹងទេរឿងខ្លះមិនមែនវាថាយើងអត់យល់អញ្ចឹងគឺខ្ញុំទិញយកហ្មងយ៉ាហើយចំណុច
ទី2ខ្ញុំគិតថាអត់មានអ្នកចាប់អារម្មណ៍ទេគឺពេលខ្ញុំរៀនហ្នឹងគឺខ្ញុំព្យាយាមអង្គុយឆ្ងាយពីមិត្តភ័ក្តិរបស់ខ្ញុំខ្លាំងមែនទែនពេលខ្ញុំចូលរៀនដំបូងខ្ញុំគិតថាមិត្តភ័ក្តិរបស់ខ្ញុំគាត់មានអារម្មណ៍ថាចម្លែកតែតាមពិតទៅគឺវាជាវិធីដែលខ្ញុំវាថាកុំឲ្យមានអារម្មណ៍ថាបែកអារម្មណ៍ពេលកំពុងរៀនហើយនឹងស្ដាប់គ្រូហ្នឹង so មិត្តជិតស្និទ្ធខ្ញុំអីពេលមករៀនគឺខ្ញុំព្យាយាមអង្គុយឆ្ងាយពីគាត់ខ្លាំងមែនតើពេលរៀនគួរឬក៏អីចឹងទៅខ្ញុំអត់ទៅអង្គុយចិត្តទេ so ពេលចឹងទៅខ្ញុំអាចមានការផ្ដោតអារម្មណ៍ពេញលេញលើគ្រូដែលអីដែលគាត់បញ្យល់ឲ្យគាត់បរៀនចឹងណា yeah ចំណុចទី3នោះគឺខ្ញុំគិតថាការដែលយើងមានការវិភាគរៀនពេលណាយើងរៀនអីពេលណាយើងរៀនអីបែងចែកពេលវេលារៀនបែងចែកពេលវេលាសម្រាប់ក៏វាល្អដែរឧទាហរណ៍ថាកាលនោះខ្ញុំរៀនមួយអាទិត្យ6ថ្ងៃ7ថ្ងៃហ្នឹងខ្ញុំរៀន6ថ្ងៃសូថ្ងៃអាទិត្យដែលខ្ញុំអត់រៀនហ្នឹងគឺខ្ញុំ clean ផ្ទះខ្ញុំធ្វើនេះធ្វើនោះ clean បន្ទប់ចឹងទៅ move around or ខ្ញុំអានសភៅឬក៏អីលេងចឹងទៅគឺសប្បាយថ្ងៃអាទិត្យក៏ជាឡៃហើយខ្ញុំគិតថាចំណុចចុងក្រោយដែលយើងគួរតែនេះហ្នឹងក៏យើងគួរតែ make time សម្រាប់រៀនឲ្យច្រើនដូចគ្នាយើងរៀនកាន់តែច្រើនយើងចេះច្រើនប៉ុន្តែយើងមិនមែនចេះតែរៀនទេយើងរៀននឹងក៏ត្រូវគិតពីគុណភាពដែលមិនមែនយកបរិមាណទេ Anyway bye bye guys thank you for listening to this video